Hello សួស្តីអ្នកគ្នាសូមស្វាគមន៍មកកាន់ Channel របស់ខ្ញុំម្ដងទៀតហើយនៅថ្ងៃនេះដែរខ្ញុំមកនាំអ្នកគ្នានឹកទៅបង្កើត app របស់បនທາງមួយក្នុងការដឹកអីវ៉ាន់ឬក៏ផ្ញើអីវ៉ាន់តាម app នឹងបានមកពីពេញមកខេត្តឬតាមខេត្តទៅទីក្រុងវិញអញ្ចឹងអ្នកគ្នាមុននឹងចូលដល់ការបង្កើតនេះអ្នកគ្នាសូមជួយចុច Subscribe ឲ្យខ្ញុំម្នាក់មួយផងហើយជួយ copy link ពី3ផងឲ្យវីដេអូខ្ញុំវាឡើង view ហ្នឹងហើយកុំឲ្យខាតពេលច្រើនយើងចូលទៅដល់ការបង្កើតទាំងអស់គ្នា Let's go ជាដំបូងអ្នកគ្នាដោយអត់មាន app វីរៈរបស់បនທາງជាអញ្ចឹងអ្នកគ្នាអាចចូលដល់នៅក្នុង Play Store បានអ្នកគ្នាចុចចូល Play Store មកហើយអ្នកគ្នាចុចពាក្យថាស្វែងរកនេះហើយរសេអក្សរវីរៈបនឋានអ្នកគ្នានេះចេញមកអ្នកគ្នានេះចុចខាងលើមកអ្នកគ្នាវាមាន3ពណ៌4ពណ៌អញ្ចឹងអ្នកគ្នាអាចច្រឡំអ្នកគ្នាអាចជ្រើសមួយណាអញ្ចឹងនេះអ្នកគ្នាចុចយកអាលើនេះមកនេះហើយយើងចុចពាក្យថាដំឡើងមកហើយឥឡូវនេះកំពុងថតនៅវាអ្នកគ្នាបើសិនជាមានសំឡេងញ៉ៃច្រើនឯងសុំទោសផងអ្នកគ្នាសារនៅវាដូចជាសំឡេងអត់សូវល្អដូចយើងនៅផ្ទះអញ្ចឹងទេឥឡូវចាំវាដំឡើងពេញអ្នកគ្នាឥឡូវដូចជាពេញអ្នកគ្នាឥឡូវយើងអត់គិតច្រើនទេយើងចុចពាក្យថាបើកមកអ្នកគ្នាចាំវាបន្តិចអ្នកគ្នាកំពុងដំណើរការចុចអនុញ្ញាតមកអាកន្លែងនេះគេប្រាប់យើងអ្នកគ្នាយើងកុំបាច់ចាំមើលអីច្រើនចុចថារំលងមកចំណុច2នេះអ្នកគ្នាសម្រាប់អ្នកណាមាន account រួចអ្នកគ្នាអាចចុះឈ្មោះម្ដងរួចហើយអ្នកគ្នាអាច login វាចូលម្ដងទៀតដោយសារតែមើលចាំពាក្យចាំលេខទូរស័ព្ទឬក៏ពាក្យសម្ងាត់ចឹងអ្នកគ្នាអាច login បានចូលម្ដងទៀតហើយអាខាងក្រោមនេះពាក្យថាចូលឈ្មោះចូលប្រើប្រាស់អ្នកគ្នាដោយសារមានមួយ account ខាងលើនេះ account សម្រាប់ account បង្កើតតវងអាគ្នាបង្កើតអីផ្លេច password ឬក៏ចាំ login អញ្ចឹងហើយ account នេះចូលឈ្មោះថ្មីអ្នកគ្នាចុចពាក្យថាចូលប្រើប្រាស់មកចុចពាក្យថាចូលឈ្មោះនេះអ្នកគ្នានៅខាងក្រែងនេះគេឲ្យដាក់ឈ្មោះយើងនេះអ្នកគ្នាហើយយើងចង់ដាក់ឈ្មោះបែបណាសម្រាប់ខ្ញុំដាក់ឈ្មោះជាខ្មែរនោះនេះអញ្ចេះមកទៅដាក់លេខទូរស័ព្ទអ្នកគ្នាឥឡូវកន្លែងនេះខ្ញុំសូមបិទតិចសិននៅហើយអ្នកគ្នាដល់ពេលយើងដាក់លេខទូរស័ព្ទហើយយើងដាក់ជាមួយនឹង email របស់យើងអ្នកគ្នាហើយអាកន្លែងនេះខ្ញុំសូមបិទសិនអ្នកគ្នាអាចឲ្យឃើញបានទេព្រោះជាកម្មសិទ្ធិខ្ញុំអញ្ចឹងដាក់ email លេខសម្ងាត់នេះអ្នកគ្នាបន្ទាប់ពីដាក់ email យើងត្រូវចូលនៅចន្លោះលេខសម្ងាត់នេះអ្នកគ្នាចន្លោះលេខសម្ងាត់នេះអ្នកគ្នាចង់ដាក់មិនក៏បានដែរស្រេចចិត្តអ្នកគ្នាសម្រាប់ការចងចាំអ្នកគ្នាកុំឲ្យភ្លេចអ្នកគ្នាហ្នឹងហើយឥឡូវខ្ញុំស្រាប់តាជាអក្សរអង់គ្លេសចេះមកអញ្ចឹងអ្នកគ្នាពាក្យសម្ងាត់ហ្នឹងយើងដាក់តែ2ដងអ្នកគ្នាយើងអាច copy វាយកមកដាក់ខាងក្រោមបានម្ដងទៀតអ្នកគ្នាហ្នឹងហើយដាក់ពាក្យសម្ងាត់ហ្នឹងគេដាក់ដូចគ្នាអ្នកគ្នាទាំងលើទាំងក្រោមហ្នឹងដាក់ឲ្យដូចគ្នាហើយកន្លែងភេទនេះអ្នកគ្នាភេទប្រុសឬក៏ភេទស្រីសម្រាប់ខ្ញុំប្រុសហើយនេះជាតិខ្មែរនេះកម្ពុជាយើងចុចមកបន្ទាប់មកយើងចុចពាក្យថាចុះឈ្មោះយើងចាំលេខកូដ4ខ្ទង់ផ្ញើតាមលេខទូរស័ព្ទអ្នកគ្នាចាំតិចនេះអ្នកគ្នាបន្ទាប់ពីយើងដាក់លេខកូដហើយវាលោតចូលក្នុង app នឹងរួចរាល់អ្នកគ្នាហ្នឹងហើយយើងមើលទៅដូចជាមានកន្លែងផ្ញើអីវ៉ាន់ស្បុតឡានក្រុងឬក៏ស្បុតទូកអញ្ចឹងអ្នកគ្នាមានច្រើនអ្នកគ្នាទូកសម្រាប់ដឹកអីវ៉ាន់អញ្ចឹងហើយវីដេអូហ្នឹងមិនតែប៉ុណ្្នឹងទេចាំខ្ញុំបញ្យល់បន្ថែមទៀតនៅវីដេអូក្រោយបញ្យល់អត់ជានេះទៀតអូខេអរគុណអ្នកគ្នាជំរាបលាបាយ